In Cambodia, many families caring for children with disabilities face constant demands, leaving them exhausted and without time for themselves. That's why CIF launched the Respite Care program in 2023. Each week, children spend a day at the centre where trained staff and volunteers provide personalised care in a safe, supportive environment. Caregivers use this time to rest, to run errands or to recharge. ជំរាបសួរនាងខ្ញុំឈ្មោះថាថាវីជាបុគ្គលិកធ្វើការនៅអង្គការកុមារក្នុងគ្រួសារកុមារទាំងនោះទទួលបានការថែទាំពិសេសពីអង្គការកុមារគ្រួសារដែលមានការគ្រប់គ្រងពីបុគ្គលិកដែលមានពិការភាពនិងមានអ្នកថែទាំដោយស្ម័គ្រចិត្តដែលបានថែទាំគាត់នៅ CIS នៅអង្គការកុមារក្នុងគ្រួសារក្នុងរយៈពេល1ថ្ងៃហើយការផ្ដល់អត្ថប្រយោជន៍សម្រាប់គ្រួសារហ្នឹងគឺអ្នកថែទាំគាត់អាចមានពេលវេលាផ្ទាល់ខ្លួនប្រកបមុខរបរប្រចាំថ្ងៃរបស់គាត់ដោយគាត់មិនមានការព្រួយបារម្ភទៅលើកុមារដែលមានពិការភាពហើយក៏គាត់មានឱកាសទៅចូលរួមទៅលេងផ្ទះបងប្អូនឬក៏អាចទៅផ្សារដើរទិញអីវ៉ាន់តាមដែលគាត់ចង់ទៅបន្ទាប់ពីអ្នកថែទាំបាននាំកុមារមកចូលរួមថែទាំរយៈពេលខ្លីនៅអង្គការកុមារក្នុងគ្រួសារបើតាមដែលខ្ញុំសង្កេតឃើញកុមារដែលគាត់មានពិការភាពគាត់មានការយល់ដឹងបានច្រើនជាងមុនហើយគាត់មានការសហការហើយគាត់មានទំនាក់ទំនងគ្នាទៅវិញទៅមកហើយការយល់ដឹងរបស់គាត់មួយទៀតហ្នឹងគឺគាត់មានអាកប្បកិរិយាល្អគាត់ដូចថាពីមុនលេងសម្ភារៈយើងមិនទាន់មានកម្មវិធីហ្នឹងការលេងសម្ភារៈគាត់ភាកច្រើនដើមគ្នាដល់ពេលយើងណែនាំប្រាប់គាត់ថាពេលមកក្នុងកម្មវិធីយើងមានការចែករំលែកគ្នាទៅវិញទៅមករបស់លេង At the centre, children enjoy activities that help them grow, learning life skills, improving communication, and making friends. This program is life-changing for families, reducing stress and building confidence for caregivers. ជំរាបសួរនាងខ្ញុំឈ្មោះអនសមួននាងខ្ញុំបានថែរក្សាក្មេងពិការចំនួន16ឆ្នាំហើយគាត់បាននិយាយទៅគាត់ជាមនុស្សពិការទាំងខាងសតិបញ្ញាប៉ុន្តែគាត់មានអារម្មណ៍មួយសប្បាយពេលដែលថាតោះទៅអូហ្វីសអ្នកគ្រូឲ្យទៅអូហ្វីសគាត់សប្បាយគាត់ញញឹមគាត់ចង់មកមានអារម្មណ៍ថាចង់មកអញ្ចឹងគ្រូការផ្លាស់ប្ដូរបើនិយាយទៅក្មេងហ្នឹងវាខ្សោយសតិខ្លាំងណាស់ការផ្លាស់ប្ដូរមានតែការសប្បាយការក្នុងចិត្តរបស់វាញញឹមអញ្ចឹងណាលោកគ្រូអរគុណដល់អង្គការដែរក៏ដែលជួយបើសិននៅខ្ញុំគ្មានអង្គការក៏ខ្ញុំចាំបានដែរពិបាកណាស់អង្គការទៅលើកទឹកចិត្តអង្គការជួយឧបត្ថម្ភបន្តិចបន្តួចក៏ខ្ញុំមានទឹកចិត្តថែរក្សា Respite care is more than a break. It's a lifeline, helping children grow and families stay strong. Together, we're building more resilient families and creating opportunities for children with disabilities to thrive.